ជ្រាបសួរកូនសិស្សទាំងអស់គ្នានាងខ្ញុំគឺអ្នកគ្រូម្ចាស់ថ្នាក់បាជីហ្វុងស៊ុយកូនទន្សាយបេតងពេលវេលានេះនាងខ្ញុំសូមបញ្ជូនប្រតិទិនតុងស៊ូប្រចាំខែថ្មីដល់បងប្អូនទាំងអស់គ្នាខែថ្មីគឺខែមកមីនឹងចូលមកនៅក្នុងថ្ងៃទី5ខែមិថុនាឆ្នាំ2026នៅវេលាម៉ោង 11:50 នាទីយប់តែវេលានេះស្ថិតនៅក្នុងខែចាស់ខែម្សាញ់នៅឡើយទេខែម្សាញ់នឹងដាច់នៅក្នុងថ្ងៃទី5ខែមិថុនាឆ្នាំ2026ប៉ុន្តែនៅវេលាម៉ោង 11:49 នាទីយប់នាទីបន្ទាប់គឺម៉ោង 11:50 នាទីយប់នេះនឹងចូលដល់ខែថ្មីខែមកមីអញ្ចឹងយើងត្រូវតែដឹងថាប្រតិទិនតុងស៊ូដែលនាងខ្ញុំជូនដល់បងប្អូនទាំងអស់គ្នានាងខ្ញុំបង្ហាញណាថានៅក្នុងថ្ងៃទី5វេលាម៉ោង 23:48 នាទីយប់គឺផ្លាស់ប្ដូរចូលខែថ្មីខែមកមីតែដោយសារនាងខ្ញុំយោងទៅលើ app របស់លោកគ្រូអ្នកគ្រូដែលការផ្លាស់ប្ដូរខែនៅក្នុងពេលវេលាម៉ោងគឺខុសគ្នាពី2ទៅ3នាទីតែនៅក្នុងពេលវេលានេះដោយសារនាងខ្ញុំយក app របស់លោកគ្រូចូលយកជាផាតាំងនៅក្នុងការផ្លាស់ប្ដូរខែអញ្ចឹងបងប្អូនមើលទៅលើ app បងប្អូនណាដែលបងប្អូនចំណាំលើលោកគ្រូអ្នកគ្រូមួយចំនួនមានប្រសាសន៍ថាមានតែ app លោកគ្រូចូលយកទេដែលសក្តិជាងគេនៅក្នុងការផ្លាស់ប្ដូរថ្ងៃផ្លាស់ប្ដូរខែផ្លាស់ប្ដូរឆ្នាំអីហ្នឹងអញ្ចឹងពេលវេលានេះគឺនាងខ្ញុំសូមយក app លោកគ្រូចូលយកដើម្បីបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងការផ្លាស់ប្ដូរចូលខែថ្មីខែមកមីដែលចូលនៅក្នុងថ្ងៃទី5ខែមិថុនាឆ្នាំ2026គឺនៅវេលាម៉ោង 11:50 នាទីយប់អញ្ចឹងយើងដឹងហើយថានៅក្នុងថ្ងៃទី5នេះគឺជាថ្ងៃមាសបោកនៅលើចอខ្ញុំអត់និយាយអំពីថ្ងៃចគឺជាថ្ងៃដាច់នៅក្នុងខែម្សាញ់ខែចាស់ឯងខ្ញុំនិយាយថាថ្ងៃចថ្ងៃទី5ខែមិថុនាឆ្នាំ2026នេះគឺជាថ្ងៃថ្មីនៅក្នុងខែថ្មីគឺខែមីអញ្ចឹងបងប្អូនដែលរៀននៅក្នុងថ្នាក់រៀនកូនផ្សាយបេតងថ្នាក់រៀន free page YouTube TikTok បងប្អូនដឹងហើយនាងខ្ញុំតែងតែបង្ហាត់បង្ហាញពីរបៀបបង្កើតប្រតិទិនតុងស៊ូងាយៗដល់បងប្អូនទាំងអស់គ្នាដែលបងប្អូនទាំងអស់គ្នាអាចរាប់ប្រតិទិនតុងស៊ូជាថ្ងៃចាំបាច់ថ្ងៃល្អនិងថ្ងៃមិនល្អបងប្អូនអាចរាប់ដឹងដោយខ្លួនឯងមិនចាំបាច់មើលទៅលើតារាងរបស់លោកគ្រូអ្នកគ្រូផ្សេងបង្ហាញក៏បានដែរអញ្ចឹងខ្ញុំសូមជូនការចំណាំថែមបន្តិចដល់បងប្អូនទាំងអស់គ្នាឲ្យបងប្អូនចំណាំប្រតិទិនតុងស៊ូថ្ងៃល្អមិនល្អហ្នឹងត្រឹមតែ5ថ្ងៃទៅបានហើយ5ថ្ងៃដែលចាំបាច់នៅក្នុងការប្រើប្រាស់ជាងគេថ្ងៃល្អជាងគេថ្ងៃអាក្រក់ជាងគេណាជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងយើងលើកយកខែមកមីនេះជាឧទាហរណ៍ស្រាប់បងប្អូនត្រូវតែដឹងដើម្បីរាប់រកថ្ងៃល្អមិនល្អក្នុងប្រតិទិនតុងស៊ូយើងត្រូវដឹងថាខែហ្នឹងគឺជាខែសត្វអ្វីអញ្ចឹងខែដែលយើងលើកយកមកនិយាយនេះគឺជាខែមីបងប្អូនត្រូវយកខែជាគោលដើម្បីរាប់រកថ្ងៃល្អមិនល្អប្រតិទិនតុងស៊ូឈ្មោះថ្ងៃទាំង12ថ្ងៃអញ្ចឹងយើងមកដឹងអំពីថ្ងៃល្អបំផុតប្រចាំខែគឺថ្ងៃជោគជ័យនិងថ្ងៃគង់វង្សបងប្អូនតែងតែគិតថាថ្ងៃជោគជ័យគឺជាថ្ងៃល្អទី1ថ្ងៃគង់វង្សគឺជាថ្ងៃល្អទី2តែសម្រាប់នាងខ្ញុំថ្ងៃទាំងពីរនេះល្អផាក់ផាយគ្នាទេគាត់តែមួយឈ្មោះជោគជ័យមួយឈ្មោះគង់វង្សហើយយើងយោងទៅលើសត្វត្រៃហៈជាមួយនឹងខែដែលសត្វត្រៃហៈមួយណាក៏ល្អដែរណាមិនថាត្រៃហៈទី1ឬត្រៃហៈទី2អញ្ចឹងយើងយកខែមកមីជាគោលខែមកមីយើងរាប់មកត្រៃហៈទី1មកមីមកម៉ែវកប្រការចអញ្ចឹងចគឺជាថ្ងៃគង់វង្សជុំត្រៃហៈទី1កោជូតឆ្លៅខាគឺជាជុំទី2ត្រៃហៈជាមួយនឹងមកមីគឺជាថ្ងៃជោគជ័យអញ្ចឹងបងប្អូនចំណាំឈ្មោះថ្ងៃល្អប្រចាំខែនីមួយៗក្នុងការប្រើប្រាស់ប្រតិទិនតុងស៊ូបានយ៉ាងងាយហើយបន្ទាប់មកបងប្អូនត្រូវតែដឹងអំពីថ្ងៃអាក្រក់បំផុតដែលជាថ្ងៃដែលយើងខ្លាចជាងគេហើយតែងតែប្រយ័ត្នជាងគេអញ្ចឹងថ្ងៃអាក្រក់បំផុតយើងរកតាមអីរកតាមខែសប្តាហ៍ទី12ខែមកមីយើងរកថ្ងៃឆុំ7ជាមួយនឹងខែមកមីអញ្ចឹងយើងរកលើម្រាមដៃ7មកមីមកម៉ែវរកាចកលជូតអញ្ចឹងជូតគឺជាថ្ងៃកំតិចថ្ងៃអាក្រក់បំផុតប្រតិទិនតុងស៊ូនៅក្នុងខែមកមីហើយបងប្អូនអាចដឹងអំពីក្បាច់ស្រីដែលយើងរាប់ថាថ្ងៃកំតិចហើយថ្ងៃអីគេថ្ងៃកំតិចហើយគឺថ្ងៃគ្រោះអញ្ចឹងថ្ងៃឆ្លូវគឺជាថ្ងៃគ្រោះនៅក្នុងប្រតិទិនតុងស៊ូហើយបងប្អូនអាចមកចំណាំមួយទៀតណាអំពីថ្ងៃស្ថាបនាងាយចំណាំជាងគេណាសម្រាប់ខ្ញុំគឺងាយចំណាំជាងគេថ្ងៃឈ្មោះដូចខែឈ្មោះដូចថ្ងៃខែមកមីថ្ងៃមកមីនៅក្នុងខែមកមីគឺជាថ្ងៃស្ថាបនាអញ្ចឹងបងប្អូនចំណាំនេះខ្ញុំតែងតែបង្ហាត់បង្ហាញបងប្អូនជានិច្ចសម្រាប់កលឹះរូបមន្តងាយឲ្យបងប្អូនចេះចាំអញ្ចឹងខ្ញុំបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាកុំឲ្យបងប្អូនទាំងអស់គ្នាមានការមន្ទិលសង្ស័យពាក់ព័ន្ធជាមួយនឹងប្រតិទិនតុងស៊ូថ្នាក់រៀនកូនទន្សាយបៃតងដែលខុសអំពីលោកគ្រូអ្នកគ្រូមួយចំនួនទៀតមួយថ្ងៃអញ្ចឹងខ្ញុំសូមបញ្ជាក់ដល់កូនសិស្សទាំងអស់គ្នាថាលោកគ្រូអ្នកគ្រូដែលគាត់បង្ហាញប្រតិទិនតុងស៊ូខុសពីនាងខ្ញុំមួយថ្ងៃហ្នឹងក៏មិនមានជាការខុសឆ្គងដែរព្រោះដោយសារគាត់យោងទៅលើគំនិតរបស់គាត់ដែលគាត់គិតថាប្រតិទិនតុងស៊ូចូលនៅពេលយប់ហើយការប្រើប្រាស់ថ្ងៃល្អថ្ងៃមិនល្អនោះគឺបានតែប្រហែលម៉ោងប្រហែលនាទីអញ្ចឹងគាត់ក៏ទាញប្រតិទិនតុងស៊ូនេះចូលទៅក្នុងថ្ងៃថ្មីទៅគាត់ឲ្យការផ្លាស់ប្ដូរខែនេះគឺផ្លាស់ប្ដូរ
ប្ដូរនៅក្នុងពេលវេលាថ្ងៃថ្មីតែម្ដងអញ្ចឹងបងប្អូនដឹងហើយថាការផ្លាស់ប្ដូរថ្ងៃគឺផ្លាស់ប្ដូរទៀងទាត់ណាគឺនៅម៉ោង12រំលងអាធ្រាត្រគឺយើងផ្លាស់ប្ដូរថ្ងៃចាស់ចូលដល់ថ្ងៃថ្មីអញ្ចឹងបងប្អូនត្រូវតែដឹងណាយាមជូតគឺស្ថិតនៅក្នុង2ថ្ងៃខ្ញុំបរៀនបងប្អូនរួចហើយតែសម្រាប់ការផ្លាស់ប្ដូរខែមិនមែនផ្លាស់ប្ដូរនៅក្នុងម៉ោង12រំលងអាទិត្យទេការផ្លាស់ប្ដូរខែគឺផ្លាស់ប្ដូរនៅពេលវេលាថ្ងៃដែលមានម៉ោងជាក់លាក់មួយផ្លាស់ប្ដូរមិនទៀងទាត់ជារៀងរាល់ខែអត់ដូចថ្ងៃណាថ្ងៃគឺផ្លាស់ប្ដូរទៀងទាត់រាល់ថ្ងៃថ្ងៃចាស់ផ្លាស់ប្ដូរចូលថ្ងៃថ្មីគឺនៅម៉ោង12រំលងអាទិត្យតែខែអត់អញ្ចឹងទេអញ្ចឹងបងប្អូនដែលជាសិស្សអ្នកគាំទ្រថ្នាក់រៀនកូនទន្សាយបៃតងណាឈប់មានចម្ងល់ពាក់ព័ន្ធជាមួយនឹងប្រតិទិនតង់ស៊ូថ្នាក់រៀនកូនទន្សាយបៃតងទៀតតែហើយសម្រាប់ការផ្លាស់ប្ដូរខែនេះបើសិនជាបងប្អូនចង់ដឹងថាលោកគ្រូអ្នកគ្រូណាត្រឹមត្រូវសុក្រិតមិនសុក្រិតបងប្អូនមើលទៅលើការផ្លាស់ប្ដូរម៉ោងរបស់ពួកគាត់តើពួកគាត់បង្ហាញការផ្លាស់ប្ដូរម៉ោងនាទីនៅក្នុងថ្ងៃនៃការផ្លាស់ប្ដូរខែនឹងដែរអត់